ព្រះរាជាណាចក្រកម្ពុជានៅជាប់ចំណងជាមួយប្រទេសបារាំងដោយសន្ធិសញ្ញាឆ្នាំ1863និងធ្ងន់ធ្ងរជាងនោះគឺអនុសញ្ញាឆ្នាំ1884ថ្ងៃ25មេសាឆ្នាំ1941ជាមហាភពសំណាងដ៏ក្រៃលែងរបស់កម្ពុជាដែលបានព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់ឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រ1945កងទ័ពជប៉ុនបានដាក់អាវុធទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសបារាំងត្រូវបានវិលមកភ្ជាប់តាមសន្ធិសញ្ញាឆ្នាំ1863និងអនុសញ្ញាឆ្នាំ1884សារជាថ្មីវិញព្រះមហាក្សត្រសម្រេចព្រះរាជហឫទ័យបន្តបរិយាសកម្មភាពទាមទារឯករាជ្យភាពដែលព្រះអង្គបានផ្ដើមតាំងពីឆ្នាំ1945ជាមួយនឹងប្រទេសជប៉ុនព្រះករុណាជាអម្ចាស់ទ្រង់បានបង្កើតកងយោធពលខេមរៈភូមិន្ទថ្ងៃ26ឧសភាឆ្នាំ1949ព្រះមហាក្សត្រទ្រង់បានទាមទារសន្ធិបញ្ជាការកងទ័ពពីសហរដ្ឋបារាំងនៅអង្គរវត្តបារាំងបានប្រគល់ថ្វាយព្រះភូមិន្ទនៅតំបន់សៀមរាបកំពង់ធំបញ្ជាការនិងកងទ័ពបារាំងទាំងអស់ត្រូវបានចាក់ចេញពីតំបន់ស្វយ័តសៀមរាបកំពង់ធំព្រះករុណាជាអម្ចាស់ទ្រង់ជំនះគ្រប់ឧបសគ្គមុនរុញរាព្រះរាជហឫទ័យចំពោះគ្រោះថ្នាក់គ្រប់បែបយ៉ាងតស៊ូជិតស្និទ្ធជាមួយកូនចៅព្រះអង្គដោយទ្រង់ទុកព្រះកាយយ៉ាងសាមញ្ញបំផុតក្បែរប្រជារាស្ត្រជាទីស្នេហា ខ
ដោយស្នាប្រហោះផ្ទាល់រួមជាមួយកម្លាំងដ៏ស្មោះស្ម័គ្រនៃកងទ័ពភូមិន្ទជាកូនចៅព្រះអង្គតំបន់ស្វាយ័តសៀមរាបកំពង់ធំបានជាតំបន់ដំបូងតែមួយគត់ក្នុងព្រះរាជាណាចក្រដែលបានទទួលសន្តិភាពសុខក្សេមក្សាន្តឡើងវិញនៅពេលនោះឆ្នាំ1951បារាំងយកព្រមប្រគល់បាត់ដំបងស្វ័យព្រះភូមិន្ទបញ្ចូលជាតំបន់ស្វ័យយ័តបន្ថែមទៀតថ្ងៃ15មិថុនា1952ព្រះករណាជាអម្ចាស់ទ្រង់មានព្រះបន្ទូលសូសីហានីតប្រកាសសន្យាទាមទារឲ្យបាននៅឯករាជ្យទាំងស្រុងជូនមាតុភូមិនេះជាការផ្ដើមនៅព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យជាតិខែកុម្ភៈ1953ព្រះមហាក្សត្រទ្រង់យាងទៅកាន់ប្រទេសបារាំងរួចប្រទេសកាណាដានាខែមេសា1953និងបញ្ចប់ព្រះរាជដំណើរនៅសហរដ្ឋអាមេរិកទៀតចំពោះមុខការមិនចុះសម្រុងគ្នារវាងខ្មែរនិងបារាំងថ្ងៃ28មិថុនា1953ព្រះមហាក្សត្រទ្រង់ចេញផ្សាយព្រះរាជបញ្ជាពីខេត្តបាត់ដំបងចលនាកែនកម្លាំងជីវពលកូនចៅព្រះអង្គ400,000នាក់ទូទាំងប្រទេសបានស្ម័គ្រចិត្តដង្ហែតាមព្រះមហាក្សត្រហើយខំវឹកហាត់ក្បួនយោធាយ៉ាងប្រពៃភាពចំពោះមុខការស្មោះស្ម័គ្រស៊ូស្លាប់ដង្ហែតាមព្រះមហាក្សត្ររបស់ខ្លួនថ្ងៃ29សីហា1953បារាំងព្រមឲ្យកម្ពុជាឡើងជាម្ចាស់វាសនារបស់ខ្លួនទាំងស្រុងសៀមរាបថ្ងៃ8វិច្ឆិកា1953ព្រះករណាជាអម្ចាស់ត្រៀមព្រះអង្គយាងមកកាន់រាជធានីនៅតាមដងផ្លូវជាប់ពីសៀមរាបមកភ្នំពេញប្រជារាស្ត្ររងចាំស្រែកជ័យឃោសថ្វាយព្រះបិតាឯករាជ្យជាតិរបស់ខ្លួននៅភ្នំពេញប្រជារាស្ត្រកករីករាយរងចាំព្រះវីរៈមហាក្សត្រថ្ងៃ9វិច្ឆិកាមហាជោគជ័យព្រះរាជាណាចក្រកម្ពុជាបានទទួលមកវិញនូវឯករាជ្យភាពពេញបរិបូរណ៍ដោយសារព្រះរាជបញ្ញាញាណដ៏ភ្លឺថ្លាបង្កើតបានជាស្នាប្រហោះជាប្រវត្តិសាស្ត្រដែលកើតអំពីការរួមចិត្តរួមស្និទ្ធជាមួយកូនចៅជាទីស្នេហានិងស្មោះត្រង់របស់ព្រះអង្គនេះជាពិធីផ្ទេរអំណាចយោធាពីសាធារណរដ្ឋបារាំងមកព្រះរាជាណាចក្រកម្ពុជាជួបហយាត្រាជាលើកចុងក្រោយនៃកងទ័ពបារាំងរួមជាមួយកងខេមរៈភូមិន្ទមុននឹងដកថយខ្លួនជាស្ថាពរពីព្រះរាជាណាចក្រកម្ពុជាឯករាជ្យ
នាខេត្តបាត់ដំបងខេត្តធ្នូឆ្នាំ1953ប្រតិបត្តិការសាមគ្គីព្រះករណាជាអម្ចាស់ជាព្រះអគ្គមេបញ្ជាការបានរួមចំណែកដោយពេលយុទ្ធនាការមុនដើម្បីរំដោះកូនចៅដ៏កំសត់នៃព្រះអង្គឲ្យផុតពីទុក្ខវេទនាដោយការរុករានទន្ទ្រានពីកងកម្លាំងបរទេសមកដល់ជំរំយោធាកងទូកងទ័ពត្រូវបន្តដំណើរដោយថ្មើរជើងឆ្លងកាត់ស្ទឹងជាព្រះពន្យាយ៉ាងសាមញ្ញសម្រាប់សម្រាប់ព្រះកាយអន្តរាគមពីយន្តហោះប្រដេញនិងទម្លាក់គ្រាប់បែកជំរំកងទ័ពវៀតមិញត្រូវបានបំផ្លាញការបំផ្លាញជំរកវៀតមិញពួកបង្កអសន្តិសុខនិងអក្រិតជនដែលចាប់បានខែមេសាឆ្នាំ1954កងទ័ពវៀតមិញរាតត្បាតប្រទេសកម្ពុជាព្រះករណាជាអម្ចាស់ទ្រង់តាំងបញ្ជាការទ័ពនៅខេត្តក្រចេះ
កងខេមរៈភូមិន្ទទទួលជ័យជំនះនៅស្រែជាតិព្រះរាជាណាចក្រកម្ពុជាឯករាជ្យទទួលបាននូវឯកភាពជាតិជំវិញព្រះមហាក្សត្ររបស់ខ្លួននៅវៀតណាមចម្បាំងជាមួយកងទ័ពបារាំងនៅតែបន្តនិងរាលដាលឥតឈប់ឈរឆ្នាំ1954សន្និសីទក្រុងហ្សឺណែវកម្ពុជាបានចូលរួមក្នុងឋានៈជារដ្ឋឯករាជ្យពេញលក្ខណៈខែកក្កដា1954កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវត្រូវបានចុះហត្ថលេខាកងកម្លាំងវៀតមិញត្រូវដកចេញពីព្រះរាជាណាចក្រកម្ពុជានេះជាខួបទី10នៃឯករាជ្យជាតិដែលដណ្ដើមបានមកវិញដោយប្រជារាស្ត្ររួមដៃយ៉ាងផ្ដួលផ្ដាច់ជាមួយនឹងព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ខ្លួនដើម្បីរំលឹកដល់ការដណ្ដើមបានមកវិញនៅសេរីភាពជូនជាតិសំណង់ធំស្កឹមស្កៃ2ត្រូវបានកសាងឡើងនៅរាជធានីភ្នំពេញនោះគឺវាមានឯករាជ្យនិងពហុកីឡាដ្ឋានជាតិ